ម៉ែមិនលើកដែរទេពិធីអភិសេកគឺរំសាយទៀតហើយខ្ញុំនៅមានសិនដណ្ដើមតំណែងជាព្រះមហេសីណាម៉ែមែនហើយព្រះចៅក្រុងចិនព្រោះតែក្រុងចិនធ្វើឲ្យពិធីអភិសេកត្រូវបានរំសាយអូយខ្ញុំអូយខ្ញុំឈឺខ្ញុំឈឺស្ទើរតែស្លាប់ទៅហើយចៅព្រាមតូចអូយពូត្រូវអត់ទ្រាំរើសឈើនីងនឹងបិទពឹសពោះចេញពីសរសៃឈាមពូត្រូវបដូរថ្នាំគ្រប់ពេលណាតើខ្ញុំអាចរស់ត្រឡប់ទៅជួបជុំប្រពន្ធកូនរបស់ខ្ញុំឬក៏ថានៅលើកម្មពៀទេថាពូបានធ្វើចំពោះសពសត្វប៉ុណ្ណាខ្ញុំទៅរើសឈើសម្បត្តិឈើមកស្ងាត់ធ្វើថ្នាំព្យាបាលរបួសឲ្យពូព្រាមតូចហេតុអីបានជាខ្ញុំប្រហែលមុខព្រាមតូចយ៉ាងនេះណោះលោកម៉ែមានរឿងអីព្រះមហេសីទ្រង់យាងមកហើយព្រះមហេសីលោកម៉ែព្រះមហេសីទ្រង់មិនបានចូលគាល់ព្រះរាជាទេតាំងពីទ្រង់បានដេញព្រះធីតាកេសនីចេញពីបាតាលីម្លេះពិតមែនហើយមិនតាន់ពេលទេលោកមិនបាំងខົບមេតបជុំជេនខ្ញុំមកចូលគាល់ព្រះរាជាមិនបាច់ចម្លែកចិត្តទេបើកផ្លូវថ្វាយព្រះមហេសីទៅហើយមិនបាច់ចូលទៅទេនៅបម្រើទីនេះព្រះមហេសីរបស់ខ្ញុំទ្រង់យាងមកក្នុងនាមព្រះមហេសីថាវរកានបើកផ្លូវខ្ញុំទៅផងឲ្យលឿនបើកភ្លាមទៅឲ្យឆាប់ឡើងទៅខ្ញុំម្ចាំងភ្ញាក់រលឹកហើយថាបានធ្វើខ្លួនមើលសល់ព្រះរាជអំណាចរបស់ព្រះអង្គដែលជាព្រះចៅរបស់នគរបាតាលីហើយជាព្រះស្វាមីដែលមានគុណដ៏ប្រសើរអ្នកមានមេត្តាបារមីការពារថែទាំរបស់យើងគ្រប់គ្នាខ្ញុំម្ចាស់សូមថ្វាយលើកជើងពៀនកម្មាទោសនេះក្រោមព្រះអង្គធូលីព្រះបានសូមព្រះអង្គព្រះរាជទានទោសដល់ខ្ញុំម្ចាស់ផងព្រះពរប្រើល្បិចស្អីទៀតឲ្យព្រះមហេសីព្រះរាជាទ្រង់មានបន្ទូលថាខ្ញុំប្រើល្បិចអីទេហាក់ដូចជាទ្រង់ជ្រាបថានេះជាល្បិចរបស់ខ្ញុំអញ្ចឹងវិធីនេះប្រើបានផលទេខ្ញុំគ្មានកម្លាំងទៅសងសឹកចំពោះអ្នកដែលបានធ្វើបាបយកព្រះក្លិនចៅរបស់យើងទេយើងត្រូវតែពឹងពាក់ព្រះរាជអំណាចរបស់ព្រះរាជាខ្ញុំម្ចាស់ខ្លាចតែបើទ្រង់ជ្រាបការពិនពីព្រះបំណងព្រះមហេសីនោះផែនការរបស់យើងប្រកបម៉ែដោះធ្លាប់ឮទេថាមនុស្សស្រីមានល្បិចកលរាប់រយស្នៀនហើយចុះទ្រង់យកស្នៀតណាមកប្រើព្រះមេម្ចាស់នេះមានន័យថាយើងកំពុងតែបញ្ឆេះសង្គ្រាមជាមួយអយុធ្យាដែលជានគរធំណាស់មេម្ចាស់
យុទ្ធជាធ្វើចំពោះយកព្រះក្លិនធ្ងន់ណាយកព្រះក្លិនបាត់សោះសូនមិនដឹងថាយើងបានជប់មុខយកព្រះក្លិនទៀតឬក៏អត់ទេទៅម៉ែដោះចាំយើងត្រឡប់មកម្ដងទៀតយើងមិនព្រមចោះចាញ់នោះទេនេះមានន័យថាព្រះមហេសីអញ្ញាមនីកំពុងតែបញ្ឆេះសង្គ្រាមជាមួយនឹងអយុធ្យាមែនទេព្រះមហេសីនៅតែមិនព្រមចោះចាញ់តែចំណែកខ្ញុំវិញបែរជាចោះចាញ់នឹងសក្តីក្រៀវក្រោធបណ្ដាលឲ្យវាបញ្ជាយើងជាយុគខែឆ្នាំមកហើយលោកអាម៉ាតគុណអថ្លៃវិសេសបញ្ជូនមនុស្សទៅស៊ើបការថ្ងៃនេះថ្ងៃស្អែកនៅភេក្តីចិនស្រីមិនអើយខ្វល់យើងជាយុគខែឆ្នាំមកហើយលោកអាម៉ាតគុណអថ្លៃវិសេសបញ្ជូនមនុស្សទៅស៊ើបការរឿងយកប្រក្លិនស៊ីឆ្មាទទួលព្រះរាជបញ្ជាក្របទូលរបួសរបស់ពូបានជាសះស្បើយហើយពើពោះអស់ហើយមុនពេលពូត្រឡប់ទៅផ្ទះវិញខ្ញុំសុំនិយាយជាមួយពូមួយម៉ាត់ស្អីគេទៅព្រាមតូចខ្ញុំសុំឲ្យពូលះបង់ឈប់សម្លាប់សត្វផ្ដាច់ជីវិតពូស្រឡាញ់ខ្លួនឯងយ៉ាងណាសត្វក៏ស្រឡាញ់ជីវិតដូចពូស្រឡាញ់ជីវិតដូចមនុស្សទូទៅតែយើងជាចៅពាក្យពិតគ្មានទេនៅក្នុងក្រុមចៅទ្រព្យសម្បត្តិមានតម្លៃឆាប់យកមកឲ្យយើងភ្លាមនេះពូអរគុណដែលបានជួយដល់យើងតែនិស្ស័យចៅគឺត្រូវតែប្លន់ទ្រព្យសម្បត្តិមានតម្លៃយកមកយើងមកបើមិនចឹងទេយើងនឹងតែខ្ញុំកាន់ភេទជាអ្នកបួសគ្មានទ្រព្យសម្បត្តិអីទេកុហកចៅស្លាប់ឬក៏យ៉ាងម៉េចបានយើងនឹងអាកររបស់នាងអាថោកទៀងស្លាប់ទៅចៅព្រាមតោជួយភាសាពើឲ្យហើយតែឯងបែរជារមុលកូនបែបនេះហើយនេះដែរចេញទៅចេញលោកអ្នកមានមេត្តាមនុស្សថោកទាបអាឆាត់ទេរាឆាតចាំไปឲ្យចៅព្រាមតូចបើព្រះចៅក្រុងចិនបញ្ជូនព្រះធីតាមកអយុធ្យាទោះជាយើងអភិសេកក៏យើងគិតថានៅតែមានសង្គ្រាមជាមួយព្រះចៅក្រុងចិនដែរហេតុអីទៅព្រះរាជបុត្រក្រាបទូលនាងមកពីស្រុកឆ្ងាយសញ្ជាតិផ្សេងសាច់ឈាមផ្សេងគ្នានាងមិនដូចជាពួកយើងទេត្រង់គិតថានឹងកើតហេតុដែរយកព្រះក្លិននៅក្នុងព្រៃភ្នំនៅខ្លាយទៅជាខ្មោចបិសាចសម្រាប់នាងមិនស្លាប់យើងគួរតែដឹងតាំងពីដំបូងដែលយើងបានឃើញនាងនៅក្នុងបំពង់ឫស្សីព្រះរាជបុត្រក្រាបទូលរឿងបានកន្លងផុតហួសទៅហើយព្រះជាយាយយកប្រក្លិនបានត្រឡប់ចូលព្រៃវិញហើយព្រះអង្គនៅខុសប្រតិរឿងស្អីទៅក្រាបទូលព្រះរាជបុត្រយើងស្រឡាញ់នាងកាន់តែស្រឡាញ់កាន់តែខូចចិត្តទោះនាងជាខ្មោចបិសាចក៏យើងមិនអាចស្រឡាញ់ស្រីណាទៀតក្រៅពីយកប្រក្លិនដែរយើងស្រឡាញ់នាងខ្លាំងយើងកាន់តែស្អប់នាងខ្លាំងដែលនាងកុហកយើងព្រះរាជបុត្រក្រាបទូលចុះអ្នកទាំងពីរគិតថាយកប្រក្លិនស្អប់ខ្ពើមយើងទេដេញគុំគួនជប់ចិត្តខ្ញុំឲ្យកាត់ទៀ
ញខ្ញុំឲ្យឆ្លងផុតផងចាចៅឃ្លូកឃ្លីកអើយចៅឃ្លូកឃ្លីកក្រោកហើយនៅសត្វស្លាប់ចេញរកចំណីហើយដាំបាយធ្វើម្ហូបយកទៅប្រគេនព្រាហ្មណ៍តូចហើយនៅ ខ្ញុំកំពុងតែបង្កាត់ភ្លើងដាំបាយហើយណាជីពើច យីបានផ្សិតព្រីច្រើនយកមកចែកឲ្យឯងយកព្រះក្លិនបួសជាព្រាហ្មណ៍ត្រូវឈប់ហូបសាច់សត្វហូបតែបន្លែនៅក្នុងព្រីធំនេះណែយីយកមកចែកឲ្យឯងខ្លះណែ ជីពើចនិយាយល្អចំពោះខ្ញុំហើយនឹងប្អូនខ្ញុំខ្លាំងណាស់មានតែនិយាយនេះហើយដែលមិនបានបោះបង់ពួកខ្ញុំ ពួកឯងនឹងហើយដែលមិនបោះបង់យាយចំណែកព្រាហ្មណ៍តូចបានទៅកាន់សិលភាវនាពួកយើងត្រូវទៅបោសសម្អាតអាស្រមដើម្បីបុណ្យកុសលបានដល់ពួកយើង ខ្ញុំក៏ដូចគ្នាដែរដើរទៅអាស្រមការពារកុំឲ្យអ្នកណាមកធ្វើបាបចៅព្រាហ្មណ៍ឲ្យសោះណាខ្ញុំទៅហើយ ឯងមកក្បាលអើយមិនមែនទេមិនមែនតែមកក្បាលទេខ្ញុំដែរ មិនខំនោះទេមកស្អីខ្ជិលដូចជាឯងបានមកជិះលេខខ្នងខ្ញុំស៊ីកម្លាំងខ្ញុំមកជីវិតមិនចេញកម្លាំងអីសោះហើយ ខ្ញុំជាកម្លាំងចិត្តឲ្យដល់ចៅព្រាហ្មណ៍តូចនោះអីបុណ្យកុសលដែលចៅព្រាហ្មណ៍តូចបានបំពេញដើម្បីក្តីសុខក្តីចម្រើនកើតដល់ចៅព្រាហ្មណ៍ខ្លួនឯង អូនខ្ញុំសូមឲ្យប្អូនខ្ញុំរួចផុតពីក្តីទុក្ខទាំងនេះផង ព្រះចៅក្រុងចិនក៏អញ្ចឹងដែរទ្រង់បញ្ជូនព្រះធីតាមកអភិសេកដល់អយុធ្យាធ្វើដូចជានៅក្រុងចិនគ្មានមនុស្សប្រុសណាស័ក្តិសមជាព្រះធីតុបតីអញ្ចឹង ទូលបង្គំស្រេចតែព្រះវិនិច្ឆ័យរបស់ព្រះបិតានិងនិមឺនសពមុខមន្ត្រីចុះ ហើយចុះព្រះធីតាសូដាដឿននឹងសមនដែរ ព្រះពរខ្ញុំម្ចាស់ដែរព្រះពរ សូដាដឿននឹងសមនដែរគេបានត្រៀមខ្លួនអភិសេកជាមួយបុណ្យហើយការពីលើកមុនបុណ្យបាននាំយកព្រះក្លិនចូលមកហើយពេលនេះទៀតគ្មាននាងយកព្រះក្លិនតែមានព្រះធីតាមួយហួយអញ្ចឹងហ៎ ព្រះមេតាទូលបង្គំធ្វើមិនបានទេក្រៅពីរងចាំរាជបញ្ជាព្រះបិតានិងនិមឺនសពមុខមន្ត្រីខ្លាចកើតសង្គ្រាមធំក្រាបទូល ហើយព្រះចៅក្រុងចិនគិតថាខ្លួនឯងមានអំណាចចង់គំរាមយ៉ាងណាក៏តាមចិនតែមេដាគ្មានថ្ងៃទទួលស្គាល់តំណែងបុត្រសុនិសាដូចមើយហួយជាដាច់ខាំងទោះបីជាទូកសំពៅមកពីក្រុងចិនក៏ ព្រះ ដោយ មេតារឿងនេះ មិនដឹងទេយ៉ាងណាបុត្រត្រូវតែរៀបអភិសេកជាមួយសូដាដឿននិងសមនដែរ ថ្ងៃនេះថ្ងៃស្អែកនៅភេក្ដីចិនស្រីមិនអើយ នៅទៀតទេគ្មាននាងបិសាចអាក្រក់នឹងនៅក្នុងរាជដំណាក់ម្ចាស់បងទៀតឡើយគង់ប្រថាប់នៅជាមួយព្រះមេដាទីនេះហើយណាព្រះពរចាំខ្ញុំម្ចាស់បំរើថ្វាយម្ចាស់បងឲ្យមានសេចក្តីសុខណាព្រះពរម្ចាស់ខ្ញុំម្ចាស់ដែរណាព្រះពរ លែងយើងទៅយើងហត់ណាស់ហើយយើងក៏ធុញពួកនាងដែរ ម្ចាស់បងមនីពីជ័យម្ចាស់បងហើយមើលចុះគ្មាននាងយកប្រក្លិនហើយម្ចាស់បងនៅតែមិនសពបតីពួកយើងទៀតយើងក៏ដូចគ្នាដែរបែបនេះគួរតែធ្វើយ៉ាងម៉េចដើម្បីឲ្យម្ចាស់បងមនីពីជ័យស្រឡាញ់យើង អូយมันពិបាកទេព្រះម៉ែធ្វើកមុនស្នេហ៍បញ្ចុះសារិកាលិនថោងដោយដែលនាងយកព្រះក្លិនធ្វើឲ្យព្រះរាជបុត្រមនីពីជ័យទ្រង់បានឆ្លក់វង្វេងនោះទៅទោះបីជាពេលនេះគ្មានវាក៏ដែរទ្រង់នៅតែមិនស្រឡាញ់ព្រះធីតាទាំងពីរណាព្រះម៉ែអូយបែបនេះត្រូវតែមានគ្រឿងជំនួយព្រះម៉ែគ្រឿងជំនួយហ៎ ព្រះម៉ែគ្រឿងជំនួយធ្វើស្នេហ៍ព្រះម៉ែស្នេហ៍សារិកាលិនថោង ដល់គេ គឺខ្ញុំដែរខ្ញុំមកធ្វើមុនស្នេហ៍ ឡូ លើកនេះបាញ់ព្រួយមួយគ្រាប់បានសัตว์ដល់ទៅ2យ៉ាងព្រះធីតាសូដាដឿននិងព្រះធីតាសមនដែរ
មែនហើយពេលនេះព្រះធីតាទាំងពីរបានខូចប្រកាយហើយមិនស័ក្តិសមនឹងពិធីអភិសេកនោះទៀតទេគឺមានតែអើយកូនស្រីម៉ែម្នាក់ប៉ុណ្ណោះតោះកូនយើងធ្វើជាមិនលឺបណ្ដាឲ្យគ្រូស្នេហ៍មួយនេះសើសុកជាមួយគ្នាឲ្យអស់ចិត្តចុះពីអ្នកម៉ែកូននឹងទេវើយបាទលោកមែនពីអ្នកម៉ែកូននោះណាគឺអាសេរពើខ្លាំងណាស់ត្រូវតែទូលព្រះមហេសីចន្ទថនទេវីទៅបានមែនអើយហើយជួបប្រតិដាស្ដាដឿនហើយនឹងប្រតិដាសមនដាវិញនោះអូចាំយើងមកចោលស្ដាពូឌីដើម្បីឲ្យប្តីរបស់នេះស្រឡាញ់ងប់ងល់ឡើងយើងទៅឡើងយើងបាទនេះយើងលេងយ៉ាងបុចទៅឡើងយើងជួយផងចូលទៅអើយចូលទៅអ្នកគ្រូថាំទៀតចេញទៅស្រីគ្រប់រូបដែលមកជាមួយយើងតែធ្វើជាប្រពន្ធរបស់យើងដឹងដែរទេអាថោកទៀតអីលពូដឹងទេថាពេលនេះណាព្រះធីតាយកប្រក្លិននៅទីណាដែរទេអើយពូមិនដឹងទេគ្រាន់តែដឹងថាព្រះរាជាយកប្រក្លិនត្រូវបានដេញពីអយុធ្យាហើយមែនហើយពេលនេះមិនដឹងជាទៅរកឆ្មាឯណាស៊ីទៀតទេបើទ្វារកំផែងឲ្យចាំឡើងលែងខ្ញុំមិនទៅទេលែងខ្ញុំមិនទៅទេលែងខ្ញុំអូយលែងខ្ញុំទៅអូហើយយោព្រះមហេសីទ្រង់មានព្រះសវនិថាពួកនាងអាក្រក់ខ្លាំងណាស់បើទោះពួកនាងនៅក្បែរខ្លួនគ្រោះថ្នាក់ជាងទៅជាពុះវិញទៅទៀតចេញផុតទៅបានលើទេពីអ្នកម៉ែកូនថាពួកនាងត្រូវនិរទេសចេញពីនគរអយុធ្យាដូចជាព្រះនាងយកប្រក្លិនដែរម៉ែក្រែងម៉ែនិយាយថាណែមិនមែនជាកំហុសរបស់យើងទេដែលព្រះធីតាសូដាដឿននិងព្រះធីតាសមនដាវចង់បញ្ចុះស្នេហ៍សារិកាលិនថោអ្នកណាទៅដឹងទៅបញ្ជូនព្រះធីតាទាំងពីរទៅអាស្រមរបស់លោកគ្រូស្នេហ៍បណ្ដោយគ្រូជន់ឆ្លីដើម្បីអាប់អន់ប្រកិត្តិយសធ្វើឲ្យមានមន្ទិលមិនស័ក្តិសមនឹងរៀបអភិសេកចេញទៅម៉ែមិនបានជាពួកគេដឹងទៅម៉ែហើយព្រោះតែរឿងអាក្រក់ណាគ្មានអ្នកណាអាក្រក់ជាងពួកនាងទាំងពីរទៀតទេចេញផុតពីអយុធ្យាទៅម៉ែយើងគិតធ្វើយ៉ាងម៉េចទៅម៉ែយើងត្រូវគេដេញចេញពីព្រះនគរនេះហើយយើងធ្វើដូចជានាងយកប្រក្លិននឹងហើយនៅពេលដែលវាត្រូវដេញចេញពីនគរហ្នឹងគឺយើងយំណាកូនចាប់ព្រាមតូចបងមកដល់ហើយបងយកបាយសម្លហើយនឹងរឿងឈើដែលបងដែលរកយកមកឲ្យហើយខ្ញុំអរគុណហើយបងភ្លុកឃ្លៀងបងអណ្ដាបងបាក់សៃតូចណែបាក់សៃតូចឯងល្មមចុះពីលើខ្នងរបស់ខ្ញុំបានហើយបាក់សៃខ្ជិលចាអស់ខ្នងវែងថែមទាំងចូលចិត្តយកព្រីមអ្នកដតីទៀតណែដើរទីមតាមអ្នកណាប្រាប់ថាខ្ញុំយកព្រីមលើឯងហាខ្ញុំនៅលើខ្នងរបស់ឯងខ្ញុំក៏បានជួយដែរទៅណាមកណាម្ដងរវល់តែវាទីមទៅដឹងថាទៅដល់ពេលណាទេណែបើឯងចង់ទៅដល់បានឆាប់នោះណាហើយក៏ឯងមិនហើទៅខ្លួនឯងទៅណែបាក់សៃដូចខ្ញុំមិនចេះហើទេបាក់សៃតូចចូលចិត្តលូតបែបនេះណានេះជប់បកាគ្នាទៅថ្ងៃហើយជួយគ្នាដកទឹកឲ្យចៅព្រាមតូចស្រង់ណាឲ្យលឺបងឃ្លូឃ្លៀងមានរឿងអីមែនទេចៅព្រាមខ្ញុំនឹងចូលព្រៃជ្រៅដើម្បីស្វែងរកកន្លែងស្ងប់ខ្ញុំបួសជាព្រាមត្រូវត្រាច់ចោស្វែងរកបន់តាមអ្នករក្សាសិលចៅព្រាមនៅក្នុងព្រៃនេះគ្រោះថ្នាក់ណាស់
សពសត្វភ្ញាក់រលឹកចំពោះក្តីមេត្តា ថ្ងៃនេះថ្ងៃស្អែកនៅភេទ អូទៅចុះទៅព្រះសម្ព្រះអរិយអ្នកតាក្រែងលោចិត្តរបស់អូននឹងបានរួចផុតពីភាពល្ងីល្ងើល្ងងខ្លៅបានខ្លះណាដើម្បីឲ្យអូនមានស្ទេល្អដូចគេដូចឯងវិញ ព្រះស្វាមីព្រោះតែនាងយកព្រះក្លិនវាស៊ីឆ្មាទើបរឿងចង្រៃទាំងនេះវាកើតឡើងពិធីអភិសេកក៏ត្រូវរំសាយហើយនឹងរឿងមិនល្អរបស់សូដាដឿននឹងសមន់ដើរទៀត ទូបង្គំគិតថា បុតមិនបាច់គិតអ្វីទាំងអស់បុតត្រូវតែទៅជាមួយមេដាបណ្ដោយឲ្យលោកសេនាអាមាត្យគិតឲ្យសក់ស្កើរងចាំឲ្យព្រះបិតាលើកបុតដាក់លើជើងពៀនយកទៅថ្វាយព្រះចៅក្រុងចិនជាកំណប់ភ្ជាប់សាច់ឈាម ព្រះមហេសី មេដានឹងនាំបុតទៅសំពះបន់ស្រន់មិនឲ្យទូកសំពៅរបស់ព្រះធីតាមើយហួយឆ្លងផុតពីតំបន់យក្ខិនីបាត់ឲ្យសោះ គឺវាមកតាមក្បួនសំពៅមែនទេព្រះមេដា មែនហើយពួកវាមកគ្នាច្រើនណាស់ប្រកាសជាទូកសំពៅរបស់ក្រុងចិនឆ្ពោះទៅអយុធ្យាមិនខានទេ ព្រះរាជបុត្រមុនីពីជ័យនៅអយុធ្យាខ្ញុំម្ចាស់ត្រូវការអភិសេកជាមួយព្រះរាជបុត្រមុនីពីជ័យព្រះមេ បុត្រមេដាលោកមេតបខើទើបទៅរួចផុតពីការលិចសំពៅត្រឡប់ទៅក្រុងចិននៅមិនទាន់រៀងចាលបែរជានាំទូកសំពៅត្រឡប់មកវិញទៀតមានបំណងអីមិនខានទេ តើមានអ្វីទៅព្រះមេម្ចាស់ ខ្ញុំក៏មិនដឹងដែរថាជាអ្វីទូកសំពៅមានទាហានការពារណាន់តាន់តាំគិតថាជាគ្រឿងបណ្ដាការក៏មិនមែនដែរ បើអញ្ចឹងជាអ្វីទៅព្រះមេ ប្រកាសជាមនុស្សសំខាន់ដែលមេតបខើម្នាក់នេះត្រូវជូនទៅអយុធ្យា មនុស្សសំខាន់ណាស់ តើជានរណាគេទៅក្រាបទូល ទៅសើភ្លាមនន្ថកា ទ្រង់យើងចូលទៅក្នុងវិញទៅក្រាបទូលខាងក្រៅខ្យល់ខ្លាំងណាស់ខ្លាចទ្រង់ប្រឈួន ខ្ញុំទៅដឹងថាលោកខាងក្រៅធំទូលាយយ៉ាងនេះនេះជាលើកដំបូងហើយដែលខ្ញុំបានចេញពីក្រុងចិន សមុទ្រធំល្វឹងល្វើយជើងមេឃគ្មានទីបញ្ចប់ពេលវេលានៅវែងឆ្ងាយទៀតទើបទៅដល់យុធ្យាក្រាបទូល លោកមេតបខើលោកប្រាប់ខ្ញុំបានទេថាអយុធ្យាយ៉ាងម៉េចដែរក្រៅពីតិចតិចមនុស្សម្នាមានក្តីសុខសាន្តព្រះរាជាទ្រង់មានទស្សបត្តិរាជធម៌ទេ ព្រះរាជបុត្រមនីពីជ័យទ្រង់ឆ្លាតវៃខ្លាំងណាស់ពិបាកនឹងរកបរិសុទ្ធអតីតទៀតមកប្រៀបផ្ទឹមបានក្រាបទូល សូមបាច់តែលោកមែនទេ សម្រាប់ចិត្តស្វែងរកធម៌ស្ងប់ការចាស់ឈឺស្លាប់សពសត្វក្នុងលោកស្រឡាញ់ស្អប់ជួបព្រាត់វិលទៅវិលមកជីវិតសត្វលោកក្នុងវដ្តសង្សារប្អូនសូមលះបង់លះសពគ្រប់យ៉ាងលាអ្នកចិត្តខាងលាទាំងបងប្រុសលារឿងស្នេហាលាធម៌អសប្បុរសលាមិនស្រណោះលាមនុស្សអប្រិយ
ចៅព្រាបតូចបងជួយដំណើរប្អូនបងដើម្បីដាក់បំពង់រស័យហើយនឹងយកបន្លែស្រុតយកមកផ្សាប្អូនទើបប្អូនដាក់តាមខ្លួនដល់ពេលដែលឃ្លាននឹងណាចៅព្រាបតូចចៅព្រាបតូចចៅព្រាបតូចនៅដែរទេនឹងចៅព្រាបតូចថ្ងៃនេះថ្ងៃស្អែកនៅភេក្ដីចិនស្រីអូនស្រីខ្ញុំចៅក្នុងคลิกចៅក្នុងคลิกកុំអាលអស់សង្ឃឹមអីណាចៅត្រូវតែទទួលស្គាល់ថាប្អូនស្រីឯងពេលនេះដូចជាព្រាមតូចហើយណាបណ្ដោយឲ្យយកព្រះក្លិនបណ្ដោយឲ្យប្អូនរបស់ឯងទៅស្វែងរកកន្លែងស្ងប់ចោះយកព្រះក្លិនគេធំហើយមិនថាប្អូនខ្ញុំធម្មតាទេខ្ញុំនឹងគិតថាប្អូនស្រីខ្ញុំនឹងក្មេងតែអីហើយចុះយកប្រក្លិនទៅទីណាទៅមានអ្នកណាដឹងខ្លះទេពេលនេះអូនតូចរបស់ខ្ញុំទៅដល់ណាហើយក៏មិនដឹងខ្ញុំនឹងបំពេញសមាធិភាវនានៅទីនេះខ្ញុំនៅទីនេះមើលឃើញតឹងហើយត្រៀមក្បួនទូកជាព្រះទីនាំងដើម្បីយាងព្រះមហេសីចន្ទថនទេវីឲ្យចូលទូកដង្ហែមានទូកកម្លាំងហើយនឹងរួមទាំងទូកម៉ែដោះទៀតផងទូករាជអង្គរៈឲ្យសមនឹងព្រះកិត្តិយសហើយនឹងទូករបស់លោកអាម៉ាតណែរបស់លោកអាម៉ាតឈៀវឈិញរបស់ខ្ញុំរួមជាមួយនឹងក្បួនដង្ហែបែបនឹងមែនដែរទេលោកមើលមែនហើយព្រោះថាមិនថាព្រះមហេសីយើងទៅណាទេយើងនឹងទៅតាមព្រះអង្គក្នុងនាមជាអង្គរៈរាជអង្គរៈអ្នកបម្រើចិត្តស្និទ្ធឬម្យ៉ាងទៀតហៅថាអ្នកយល់ចិត្តមែនទេលោកមើលបានយើងទៅក៏បានដែរដេញយើងមែនទេកុំគិតថាយើងនេះទៅហើយគឺទៅរហូតឲ្យសោះម៉ែឈប់និយាយទេកុំឲ្យអាពួកនេះយករឿងទៅក្រាបទូលព្រះមហេសីហើយយើងនឹងត្រូវគេកាត់ក្បាលណាម៉ែមិនខ្លាចទេវ៉ាវអូយអើយតែយើងព្រមធ្វើគ្រប់យ៉ាងព្រោះចង់មានក្តីសុខនៅក្នុងវាំងតែព្រះមហេសីមកដេញក្បាលពួកយើងព្រោះយើងម៉ែស្អប់អាឈៀវឈើនឹងអាដៃស្ដាំរបស់វាណាស់បើវាមិនទៅជួយព្រះធីតាសូដាឌឿននិងព្រះធីតាសមនដាវនោះទេពេលនេះណាកូនស្រីម៉ែខ្លាចជាព្រះមហេសីបាត់ទៅហើយម៉ែតែពេលនេះយើងគ្មានកន្លែងទៅទេណាម៉ែចង់រត់ទៅពឹងនាងយកប្រក្លិនក៏មិនបានដែរហើយតែយើងក៏ទៅទីណាទៅម៉ែយើងត្រឡប់ទៅស្រុកព្រៃរបស់យើងវិញនឹងហើកូនតោះទៅក៏បានដែរតោះទៅកូនមិនបាច់សោកស្ដាយទេលោកមើលឬមួយព្រះនតាយកប្រក្លិនត្រឡប់ទៅស្រុកព្រៃវិញហើយ
មកនេះមកកូនសុំផ្លូវផងឲ្យខ្ញុំសុំចូលផងណែដឹងទេថាទូកសំពៅអ្នកណាទូកសំពៅព្រះមហេសីចន្ទថនទេវីហើយនឹងព្រះរាជបុត្រមុនីពីជ័យព្រះមហេសីនិងព្រះរាជបុត្រមុនីពីជ័យមែនទេមែនត្រង់យើងទៅណាដឹងទេឮថាចូលទៅក្នុងព្រៃយកគ្រឿងបូជាទៅថ្វាយទេវតាដែលមនុស្សចង្រៃត្រូវបានដេញចេញពីព្រះនគរណែអូកុំនិយាយក្បោះក្បាយខ្លាំងពេកមើលយើងមិនចង់ស្ដាប់ទេម្នេះមកកូនម៉ែដឹងហើយថាម៉ែត្រូវសងសឹកព្រះមហេសីចន្ទថនទេវីដោយរបៀបណាម៉ែនឹកឃើញហើយថាម៉ែសងសឹកព្រះមហេសីនេះដោយរបៀបណានោះ